ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះគឺខ្ញុំធ្វើឡើងសម្រាប់ទៅដល់បងប្អូនអតិថិជនថ្មីដែលគាត់ចង់ទិញទំនិញពី Amazon ប៉ុន្តែគាត់អត់ចេះក្នុងការ copy link បងប្អូនអញ្ចឹងបងប្អូនអាចមើលវីដេអូនេះបាននៅខាងមុខវីដេអូខ្ញុំនឹងធ្វើការបង្រៀនបងប្អូនពីរបៀប copy ជំហានដំបូងបងប្អូនអាចចូលទៅក្នុង Google បន្ទាប់មកបងប្អូនអាចវាយពាក្យថា Amazon US បន្ទាប់មកបងនឹងបានឃើញ website Amazon ហើយបងប្អូនក្រៅពីបងចុចទៅលើ website នឹងហើយបងនឹងចូលទៅដល់ក្នុង website Amazon ផ្ទាល់បន្ទាប់មកបើសិនជាបងត្រូវការទំនិញអីបងអាចវាយឈ្មោះទំនិញដែលបងចង់បាននោះវានឹងលោតឈ្មោះទំនិញនិងមុខទំនិញជាច្រើនមុខប្រភេទឲ្យបងជ្រើសរើសអញ្ចឹងបងអាចមើលបានថាបងចង់ទិញទំនិញមួយណាបន្ទាប់មកបងចុចចូលទៅក្នុង product ដែលបងចង់បាននឹងផ្ទាល់តែម្ដងដូចខ្ញុំបង្ហាញនៅលើ screen នឹងបងពេលបងចុចហើយបងងាកមើលនៅខាងស្ដាំដៃបងនឹងឃើញមានសញ្ញាព្រួយមួយចាំខ្ញុំដាក់ឲ្យបងមើលបន្ទាប់មកបងអាចចុចទៅលើសញ្ញាព្រួយនោះនិងបងអាច copy link បានហើយបងក្រៅពី copy link ហើយបងអាចផ្ញើទៅកាន់ page បានពួកយើងនឹងធ្វើការឆែកតម្លៃជូនបងបើសិនជាបងអូខេជាមួយតម្លៃពួកយើងនឹងធ្វើការបញ្ជាទិញជូនបងតែម្ដងអញ្ចឹងបើសិនជាបងចង់ដឹងអ្វីបន្ថែមបងអាច comment នៅខាងក្រោមបានបងអរគុណច្រើន